សូមគោរពអរការជម្រាបសួរពុកម៉ែមីងបងប្អូនទាំងគ្នាដែលតាមដាននៅទស្សនានៅវីដេអូរបស់ខ្ញុំបាទនៅក្នុងពេលវេលាគ្រាបកាសថ្មនេះទាំងថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយទៀតដើម្បីចែករំលែកជូនបងប្អូនទាំងគ្នាតាមដានទស្សនាតែមុននឹងចូលកាន់វីដេអូមួយនេះខ្ញុំសូមអភ័យទោសទុកជាមុនប្រសិនធ្វើការបកស្រាយទៅមានការខុសឆ្គងនៅក្នុងត្រង់ចំណុចណាសូមខន្តីអភ័យទោសឲ្យខ្ញុំផងដែរចឹងវីដេអូថ្ងៃនេះខ្ញុំនិយាយទាក់ទងអំពីបញ្ហាការរកលុយនៅក្នុង YouTube ម្ដងទៀតពីថ្ងៃមុនខ្ញុំបាននិយាយណែនាំអំពីគោលការណ៍មួយចំនួននៅក្នុង YouTube នៃវីដេអូទី1ហើយវីដេអូទី2នេះខ្ញុំចង់ចែករំលែកនៅបទពិសោធន៍ខ្លះៗដែលធ្លាប់បានជួបពីមុនមកហើយក៏បរាជ័យហើយក៏ត្រូវអស់លុយដែរចឹងមានបងប្អូនខ្លះមួយចំនួនដែលគាត់ឃើញមានការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គម Facebook ឬក៏មានការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមផ្សេងៗទាក់ទងទៅនឹងការសាងប្រាក់ចំណូលជាមួយនឹង YouTube ហើយមានបងប្អូនខ្លះគ្រាន់តែឃើញវីដេអូដែលគេផុសមកហៅថាវីដេអូដែលគួរឲ្យចាប់អារម្មណ៍ទាក់ទងទៅនឹងការរកលុយផ្សេងៗនៅក្នុងមិនថា YouTube ឬក៏ Facebook TikTok ទេដែលគេបង្ហាញលុយពាន់ឬក៏លុយ$100ជាដើមនៅពេលដែលឃើញគេបង្ហាញវីដេអូអស់ទាំងហ្នឹងធ្វើឲ្យគាត់នឹងចាប់ដើមមានចិត្តមួយចង់បានដែរអញ្ចឹងខ្ញុំចង់បង្ហាញថានៅពេលដែលឃើញវីដេអូអស់ទាំងហ្នឹងហើយខ្ញុំចង់ស្រែកបញ្ជាក់ថាមានផលពីចំណុចទី1វាអាចផលវិជ្ជមាននិងផលទី2អាចនឹងអវិជ្ជមានដូចបានខ្ញុំនិយាយអញ្ចឹងការផ្សព្វផ្សាយអស់ទាំងហ្នឹងយើងឃើញថាមួយចំនួនខ្លះក៏មិនសូវល្អហើយមួយចំនួនខ្លះហ្នឹងក៏មិនសូវល្អដែរដូចបានខ្ញុំនិយាយអញ្ចឹងព្រោះខ្ញុំធ្លាប់ជួបរឿងអស់ទាំងហ្នឹងរយៈពេលដូចជាប្រហែលឆ្នាំមុនដែលខ្ញុំបានធ្វើការទិញវីដេអូរបស់នៅក្នុង Facebook បងប្អូននៅក្នុង Facebook ហ្នឹងយកមកធ្វើតាមគេហើយតម្លៃហ្នឹងក៏វាថ្លៃគួរសមដែរសម្រាប់យើងមិនសូវមានលុយផងវាចាប់ពី$30ទៅ$50អាចចូលខ្ទង់ដល់$100ឬក៏$1000ក៏មានដែរណាក៏មានដែរតែឥឡូវនេះមានត្រឹម$30ទៅ$40ទេអញ្ចឹងវីដេអូទាំងនេះដែលខ្ញុំទិញមកកាលហ្នឹងគឺការបង្រៀនសាងប្រាក់ចំណូលរកលុយក្នុង YouTube នៅពេលដែលខ្ញុំទិញវីដេអូរបស់គាត់យកមកមើលខ្ញុំឃើញចំណុចមួយចំនួនដែលមើលទៅមិនល្អទេដូចបានខ្ញុំថាមិនល្អគឺគាត់បង្រៀនឲ្យយើងនឹងគឺយកវីដេអូរបស់អ្នកដទៃឬក៏វីដេអូផ្សេងពីបរទេសហ្នឹងដើម្បីធ្វើការកាត់តយកមកផុសហើយឆាប់បាន view ឆាប់បាន subscribe អីគ្រប់ចំនួនម៉ោងអីជាដើមចឹងទៅចំណុចមួយដែលខ្ញុំទទួលបានមកវិញគឺចំណុចមួយដែលក្តៅក្រហាយមែនតែនក្តៅក្រហាយខ្លាំងមែនតែននៅពេលដែលយើងធ្វើតាមគាត់ភ្លាមគាត់តែផុសភ្លាមណាផុសនៅក្នុង account ភ្លាមមិនទាន់បាន3នាទីទៅ2នាទីផង YouTube ឬក៏វីដេអូរបស់គេដែលយើងបានយកមកហ្នឹងគឺម្ចាស់ដើមគេឃើញមកម្ចាស់ដើមគេឃើញភ្លាមគេធ្វើការ recommend នៅខាងក្រោមវីដេអូហ្នឹងគេថាយើងជាចោរយើងយកបកប្រែជាភាសាខ្មែរភាសាអង់គ្លេសគេសរសេរមកយើងអត់សូវប្រកែយើងបកប្រែនៅក្នុង Google Translate គេថាយើងនេះជាចោរណាយើងចោរមែនយើងលួចបោះគេមែនបងប្អូនណាខ្ញុំចង់បញ្ជាក់ថាវីដេអូនីមួយដែលធ្វើការផុសនៅក្នុងបណ្ដាញសង្គម YouTube នេះណាគ្រប់វីដេអូទាំងអស់មិនថាខ្មែរយើងឬក៏វីដេអូប្រទេសណាទេប៉ុន្តែយើងឃើញបងប្អូនមួយចំនួនហ្នឹងតែងយកវីដេអូគ្នាឯងយកទៅធ្វើការកាត់តកែតម្រូវផ្សេងកាត់ក្បាលដាច់កន្ទុយអញ្ចឹងទៅដើម្បីឲ្យធ្វើការផុសទៅ YouTube ហ្នឹងកុំឲ្យចាប់បានអមឲ្យជាប់ copyright ជាដើមអញ្ចឹងទៅអាហ្នឹងគឺបទពិសោធន៍របស់ខ្ញុំធ្លាប់ធ្វើអញ្ចឹងខ្ញុំនិយាយឲ្យបងប្អូនទាំងអស់គ្នាបានដឹងហើយនៅពេលដែលខ្ញុំធ្វើការផុសជាប់អញ្ចឹងទៅមានអារម្មណ៍ថាដូចជាអត់សូវសប្បាយចិត្តទេនៅពេលយើងយកវីដេអូរបស់គេយកមកធ្វើយើងដឹងហើយអត់សប្បាយចិត្តទេវាក្តៅក្រហាយណាស់បងប្អូនហើយបងប្អូនខ្លះ
ដែលយកវីដេអូរបស់គេយកមកកាត់នឹងគង់ថ្ងៃណាមួយអត់លះលត់ទេវាក្តៅក្រហាយបងប្អូនណាហើយម្យ៉ាងវិញទៀតនៅពេលដែលខ្ញុំធ្វើភ្លាមទៅ channel ហ្នឹង channel បរទេសទៀតគេ comment ចូលថាយើងចោលហ្មងហើយប្រយ័ត្នមែនតើយើងយកវីដេអូរបស់គេមកគេអាចមានសិទ្ធិដាក់ពាក្យបណ្ដឹងយើងបានណាដាក់ពាក្យបណ្ដឹងបើសិនយើងគេជាសម័យខ្លួនគេដាក់ពាក្យបណ្ដឹងត្រឹមតវ៉ានៅក្នុង YouTube នៅក្នុងប្រព័ន្ធ YouTube អីនឹងវាមិនសូវបញ្ហាទេប៉ុន្តែគេអាចដាក់ពាក្យបណ្ដឹងដល់ថ្នាក់ខ្ពស់អីផ្សេងទៅអាហ្នឹងគឺពិបាកហើយណាគឺយើងមានគេហៅថាយើងជាចោរដែលយកវីដេអូគេយកមកមិនបានសុំសិទ្ធិអនុញ្ញាតអញ្ចឹងបើសិនបើវីដេអូរបស់គេនឹងយើងអាចថាយើងសុំគេអនុញ្ញាតបានត្រឹមត្រូវហើយយើងអាចយកមកផុសបានហើយអញ្ចឹងរកសិទ្ធិបញ្ញាផ្សេងនៅក្នុងវីដេអូហ្នឹងយើងមិនចេះតែយកមកកាត់តដាក់នោះទេពេលណាដែលយើងខិតខំរវារយៈពេល1ខែទៅ2ខែ3ខែរហូតដល់1ឆ្នាំពេលដែលគ្រប់គោលការណ៍ថាខ្ញុំខំធ្វើរយៈពេល5ខែចុះពេលគ្រប់គោលការណ៍ដល់ទៅពេលគ្រប់គោលការណ៍យើងធ្វើការស្នើសុំឬក៏ reply ទៅកាន់ YouTube ដើម្បីយើងធ្វើការបើក monetize រកប្រាក់ចំណូលជាមួយវាពេលហ្នឹងយើងហានិភ័យហើយដូចបានខ្ញុំថាហានិភ័យពេលខ្លះ YouTube វានឹងធ្វើការត្រួតពិនិត្យរាល់វីដេអូផ្សេងដែលយើងធ្វើការផុសហ្នឹងតើវីដេអូរបស់យើងហ្នឹងវាត្រូវតាមលក្ខណៈលក្ខខណ្ឌរបស់វាឬក៏អត់ទេណាពេលខ្លះបើសិនបើវីដេអូរបស់យើងយករបស់គេយកមកដាក់យើងផុសអត់មានជាប់ copyright អត់មានជាប់អីទេអត់មានជាប់អ្វីផ្សេងទេប៉ុន្តែដល់ថ្ងៃហ្នឹងយើងធ្វើការស្នើសុំច្បាស់ជាដេកភ័យដូចមកថាដេកភ័យពេលខ្លះ50ដោយសារតែវីដេអូរបស់យើងមិនមែនជាវីដេអូផ្ទាល់ខ្លួនជាវីដេអូ original ដែលយើងបានធ្វើដោយខ្លួនឯងអញ្ចឹងពេលយើងស្នើសុំ YouTube នឹងធ្វើការត្រួតពិនិត្យរយៈពេល24ម៉ោងអាចរយៈពេល1ថ្ងៃទៅ3ថ្ងៃទៅ4ថ្ងៃរហូតដល់1សប្តាហ៍ក៏មានដែរហើយខ្ញុំចង់បញ្ជាក់ថាបងប្អូនដែលគាត់ធ្វើការចម្លងឬក៏យកវីដេអូអំពីនរណាម្នាក់យកមកធ្វើហើយគ្រប់គោលការណ៍គឺហានិភ័យមែនតើហានិភ័យណាស់ហើយពេលខ្លះទៅក៏មិនអាចហៅថាបើក monetize ដែរអញ្ចឹង YouTube អាចធ្វើការជំទាស់ផ្សេងឬក៏អាចជាប់ review content ឬក៏អាចជាប់នៅបញ្ហាគោលការណ៍បញ្ហាអ្វីមួយដែលយើងមិនអាចនឹកស្មានដល់ព្រោះ YouTube គឺចង់ឲ្យយើងធ្វើវីដេអូដោយផ្ទាល់ខ្លួនឯងពេលណាដែលយើងធ្វើវីដេអូដោយផ្ទាល់ខ្លួនឯងពេលណាដែលយើងគ្រប់គោលការណ៍យើងអត់ភ័យទេ100% បងប្អូន100% លើ100ហ្មងគឺ YouTube នឹងធ្វើការ approve ឲ្យយើងតែម្ដងធ្វើការ approve ឲ្យតែម្ដងហើយយើងអត់ភ័យទៀតអានឹងបើសិនវីដេអូ original វីដេអូផ្ទាល់ខ្លួនដែលយើងបានធ្វើពេលយើងធ្វើឲ្យគ្រប់គោលការណ៍ភ្លាមគ្រប់ចំនួនម៉ោងគ្រប់ចំនួន subscribe ដែលគោលការណ៍ YouTube បានដាក់ឲ្យយើងធ្វើការស្នើ appeal មិន appeal ទេឬក៏ reply ស្នើសុំឲ្យ YouTube នឹងបើក monetize ភ្លាមពេលណាដែលយើងស្នើទៅវីដេអូ original យើងមិនសូវមានហានិភ័យទេមិនបានថាមិនសូវមានហានិភ័យព្រោះវីដេអូ original គឺយើងសង្ឃឹមតែម្ដងណាខ្ញុំចង់បញ្ជាក់ថាបើវីដេអូ original មិនដល់1ថ្ងៃទេអស់យ៉ាង3ម៉ោងទៅ4ម៉ោងហ្នឹងគឺ YouTube ចាប់ដើមផ្ញើសារមកឲ្យយើងវិញគឺទទួលស្គាល់ថាយើងជាដៃគូ YouTube partner ដែលយើងរកអាចសាងប្រាក់ចំណូលឬក៏រកលុយជាមួយវាបានដែរអញ្ចឹងមានបងប្អូនខ្លះគាត់បរាជ័យថាបងហើយខ្ញុំហេតុអ្វីបានជាខ្ញុំស្នើសុំទៅខ្ញុំអត់ជោគជ័យអញ្ចឹងបងហើយខ្ញុំគ្រប់គោលការណ៍ហើយខ្ញុំរករយៈពេល2-3ឆ្នាំហើយដល់ពេលគ្រប់គោលការណ៍ទៅស្នើអត់បានសោះដល់ទៅពេលយើងសុំមើលវីដេអូរបស់គាត់សួរថាវីដេអូហ្នឹងវីដេអូផ្ទាល់ខ្លួនណាគាត់ថាវីដេអូហ្នឹងគាត់យកពីគេមកអញ្ចឹងខ្ញុំចង់បញ្ជាក់ថាបើយកវីដេអូពីគេមកហ្នឹងដេកចាំដាំជ័យទៅហ្នឹងហើយរមកជីវិតទៀតមិនទាន់បានផងណាវាខាតតែពេលវេលាទេពេលខ្លះដាក់ Wi-Fi ហ្នឹងត្រូវការធ្វើការអាប់ឡូតវីដេអូចូលទៅហ្នឹងវាខាតពេលវេលាអស់លុយអត់ប្រយោជន៍ទេអញ្ចឹងយល់ល្អយើងចេះអ្វីពិតប្រាកដខ្ញុំចង់សួរថាចេះអ្វីពិតប្រាកដពេលណាយើងចេះអ្វីដែលពិតប្រាកដ
dương nâng hào thà ở sơ miên hà nị phây thế lâuแต่ họ thà nhom trong bằng cao content mùi miền bong bong kháng bong nhom đăng đặt thơ video pi ấy miền bong bong khá còn khơi kê thơ video stui tray đỏ quan ở chơi stui tray thì stui tray đăng video cắt đăng này này chứ nâng ngày video khá quạt đa hào thà thọt thì phiệp nó không prey chị đám được bong cái đây chị đám nhưng tới khơi còn thơ bán trong thơ tàm hay thua tám thua tới mình đăng này này để thon mình đăng ngày này đây chỉ đam mình tới video mùi mùi em trong prap tha to tại mình là cái nào perfect mình men perfect rồi phi rồi thế video nó miênคุณภาพจับปี60%tới 70% 80% tới lẽ cái nào tha từ tua vô bán Full HD หรือก็bán 4K ก็กันแต่ละจังสับไงนี่ยังเคยให้บอกโอนเพียรจานคือกดทอดตามตัวสับทอดตามตัวสับเราក្នុងកម្មវិធីបនផ្សេងៗណាគេអាចរកប្រាក់ចំណូលបានដែរកម្មវិធីបនផ្សេងៗគេថតសកម្មភាពផ្សេងៗមកគឺគេអាចរកប្រាក់ចំណូលបានដូចគ្នាគឺគេថតមកគេកាត់តផ្សេងៗទៅគេបញ្ចូលបន្ថែមបន្ថយអញ្ចឹងទៅវីដេអូរបស់គេមានគុណភាពអញ្ចឹងទៅគេថតត្រឹមកម្រិត Full HD ឬក៏អាចដល់ 4K ក៏បានដែរប្រើទូរស័ព្ទតម្លៃត្រឹម300ទៅ400ក៏បានដែរ11 Pro Max 12 Pro Max បាន17 Pro Max កាន់តែល្អទៀត16 Pro Max កាន់តែល្អទៀតដែរអានឹងយើងកុំឃើញគេថតtháng chập đam phim từ chơi tình địa kia $1,000 tinh đồng Pro Max ở đây bật phơi chân đăng liền lột đây giờ mình đăng thai giờ mình toàn đăng cô ca cho ban lo giờ mình toàn đăng thai YouTube nâng dòng bạch phong nâng giờ khơi từ kê rô bán đòi tập p phao tơ miền nẹo mơ phao sam sai sao bị tổ miền nẹo mơ ba bị tổ giờ mình đăng này phong chân ro video xem để dân vớ nhưng trong sai mình chạy thai dương trẻ vậy ô thọ tha nhom chỉ kêu bằng riêng mũi chỉ kêu bằng riêng khang cái net vichia rồi có chỉ kêu bằng riêng ở sala bạc thom sặc xa rồi có vichia lại nào mũi chẳng lúc kêu còn ai thọ làm pi cam phiệp xin để con bằng riêng nâng bán hơi vừa ca upload nó nóng channel bỏ con nâng bán chẳng có con idol tại chấm nô bàn này nè mũi bệnh tiệt bong con kha con miền tây về lía quạt khang đa bỏ prai chia về xa mẹ cái tê khang bong bong là ông lục pui nướng quạt khang mẹ cái tê bỏ prai gai tamประวัติศาสตร์ตามบอลของโกยนึงคือก็ได้มีตัวสามมวยได้จังจะก็ไอ้ทอดของปีสกรรมเพียบเซ็งก็หน่อยยัยบอกปลายเตอจนบอกเตะหรือก็จีภาษาโกเรภาษาบารังภาษาเจนภาษาอันดีไอจะดาวนึงเตอก็ไอ้ปังการชแนลมวยเตอก็เพื่อการอัพโหลดเตอไปในกลุ่มโกลกาก็นึงไอ้เพื่อการสนาวซอมบานโดยขี้อันนั้นก็ไอ้โรปราจำนวนบานได้จังเมียนบอลโอนคลากระสุนทั้งวิดีโอน่าได้เหมือนไอ้โรปราจำนวนบานออเต้กลุ่มวิดีโอถึงอ้อคือยังอาจจะรกประจำนวนบานบนใต้วิดีโอนู้ยังจ้องใส่เป็นเจ้าท่าวิดีโอมวยจำนวนคือมันไอรกประจำนวนบานเตะจังโนวิดีโอบนโต๊ะเนี่ยหนังปราบอมปีวิดีโอคลาได้มันไอรกประจำนวนบานให้ก็ยูทูบมันเฟอร์การอนุญาตเอายังรกประจำนวนบานได้ยูทูบนั่นก็เฟอร์การบัตรaccountบ่อยยังได้นะจังในขนมวิดีโอนี้ยมจ้องไอบองโปนออกนี้ประสิทธิ์บาสไลน์ในขนมวิสัยโรคประจำนวนในออนไลน์บุนี้ส้มเอาเมียนกาต่อสู้พี่ยี่มันเต้นปลัวกำเคยเก็บบานปอนเมินเมนสรูเล่ตรองบานลอยอย่างดังห้าอย่างเราต่อสู้นะหากระดาหาเพลียงหาไงยังเคยบองปอนในคาร์ซิมเรียบมวยได้กอดเฟอร์วิดีโอแบบคอนเทนต์ทอดสว่ากอดทอดสว่างเปียจ้านกอดเราดำเริงเมียนกล้องมวยกล้องก็วิมันเจ็ดไล่ประมาณเต้ไอ้ตรงใบรอยตะบุญร้อยยังไอ้ทอดสวาบานให้เบียมันคงเป็นลายตัวซาเต้แต่บอกเส้นใบยังทอดสวายังเติมเฟื่อการเต็งตัวเต็งกล้องหรือก็เลนได้มีคุณภาพละอ่อนไปเฟื่อการซูมสวาหนกคางดำเชยจะดำจนเติมให้การทอดสวานี่ก็โรปลาจำนวนบานได้เอาแต่วิดีโอเราบอกยังนึกเป็นมีคุณภาพละอ่อนได้ยังไอ้ตัวโยบานเบนาได้วิดีโอบอกยังละอ่อนด้วยขึ้นบ้านไปเจ้าจังคือยูทูบนึงเฟื่อการรุนหายปันแต่บอกวิดีโอบอกยังมีคุณภาพอ่อนคือยูทูบนึงทะเลจับจีเลยมากราวมองอดเมียนลางแต่ยังทอดสวาโดยคียังชงเอาทั้งบองยังทอดสวาได้จนมันจะวิดีโอบอกยังมาเมียนเนี่ยมือพอมาขายรัวตาใบเนี่ยใบวิวบุญวิวเคยเนาะเกพอเพลียมตอนมาหนมองเพราะมาแค่พอเพลียมโรยวิวหรือก็ใบโรยวิวไอ้จะดำจังอันนั้นโดยซาใต้วิดีโอบอกเกนั่นคือเมียนคนเพียบหล่อเมียนคนเพียบหล่อหายวิดีโอบอกก่อนนั่นเพื่อการพ่อเตียงตัวเมาเนะพ่อเตียงตัวเมาnó pe ra đại dương group cô ca nó không
sangប្រាជំនោនៅក្នុង YouTube បើ monetize វាមាន function មួយដែលយើងធ្វើការពិនិត្យរាល់ថ្ងៃពីចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យហើយម៉ោងទៀតម៉ោងខ្លះ YouTube នឹងធ្វើការគេហៅថា note ឲ្យយើងមើលលក្ខណៈកនកណាហ្នឹងហើយបងប្អូនខ្លះគាត់ដឹងហើយអ្នកដែលគាត់ជោគជ័យគាត់ដឹងហើយអ្នកដែលមិនទាន់ជោគជ័យហ្នឹងច្បាស់ជាងវែងកន្លែងហ្នឹងហើយអញ្ចឹង YouTube កំណត់ថ្ងៃឲ្យថាអូថ្ងៃច័ន្ទម៉ោងប៉ុណ្ណេះគឺវីដេអូរបស់យើងម្នាក់តាមដានហើយម៉ោងខ្លះក៏អត់មានអញ្ចឹងទៅហើយវីដេអូខ្លះបងប្អូនខ្លះខ្ញុំចង់តែបញ្ជាក់ថា channel វាមិនដូចគ្នាទេពេលខ្លះ channel យើងថតធ្វើអំពីស្វាអញ្ចឹងស្វាយើងថានៅខ្មែរយើងអត់សូវមានអ្នកមើលទេមើលតិចណាស់ហើយបរទេសភាគច្រើនគឺចូលចិត្តមើលសត្វអញ្ចឹងពេលណាវីដេអូរបស់យើងធ្វើការផុសទៅវារែងទៅកាន់បរទេសហើយដូចអាមេរិកអីចឹងទៅវីដេអូរបស់យើងកាន់តែបានតម្លៃថ្លៃហើយដូច 1K នៅខ្មែរយើងខ្ញុំមិនតាន់ហ៊ានថាទេស្វាដូចជាថ្ងៃមុនខ្ញុំបានសួរបងស្រីម្នាក់ហ្នឹងគាត់ថតស្វាគាត់ថា 1K ហ្នឹងគាត់អាចរកបាន$3ដែរណាហ្នឹងហើយ$3ចុះតម្រាំតែវីដេអូរបស់យើងរែងទៅបរទេសដូចអាមេរិកអីជាដើមដែលអាចរកចំណូលបានច្រើននោះ$5អីទៅឬពាណិជ្ជកម្មអីផ្សេងមានតម្លៃថ្លៃវាកាន់តែបានថ្លៃចឹងទៅអញ្ចឹងហើយបានជាគេអាចរកមួយខែបានខ្ទង់300ទៅ400ទៅ1000ឬក៏អាចលើសនឹងក៏បានដែរហើយខ្ញុំចង់បញ្ជាក់ថាបើខ្ញុំនិយាយហើយកុំទាន់ថាគិតឲ្យស្មុគស្មាញដាក់ចិត្តដាក់កាយថាធ្វើមួយសឹមដើរមួយជំហានទៅមួយជំហានពេលណាដែលយើងធ្វើមួយជំហានគិតមួយជំហានយើងនឹងដឹងពីគោលការណ៍របស់វាហើយពេលណាដែលយើងគេហៅថាឮតែគេបានរយពាន់យើងចង់បានណាឃើញគេផ្សព្វផ្សាយថាអូ account channel មួយនេះខ្ញុំធ្វើការលក់ account មួយ account នឹងគ្រប់គោលការណ៍ហើយខ្ញុំលក់តែ$100ទេអានេះខ្ញុំមិនបង្អាប់បងដែលគាត់ជាអ្នកលក់ account រ៉ូស៊ីខាងនឹងទេមានបងខ្លះគាត់លក់ដោយសុចរិតក៏លក់ទៀងត្រង់តែមួយចំនួនទៀតក៏លក់មិនលក់ដោយទុច្ចរិតទេគឺបោកប្រាស់នេះមិនថាបោកប្រាស់ account របស់គាត់ហ្នឹងគាត់ធ្វើលឿនគាត់មិនដឹងថាវិធីសាស្ត្រយ៉ាងណាទេគាត់ធ្វើការ promote រក promote ម៉ោង promote subscribe អីជាដើមអញ្ចឹងទៅអញ្ចឹងគាត់ផុសវីដេអូតែ4 10ទៅ20វីដេអូទេហើយគ្រប់គោលការណ៍ហ្មងហើយគាត់នឹងធ្វើការ apply ទៅភ្លាមអញ្ចឹងនៅពេលដែល apply ទៅពេលខ្លះក៏ជោគជ័យពេលខ្លះមិនជោគជ័យគេអាចជាប់នៅគោលការណ៍ណាមួយឬក៏អាចជាប់នៅវីដេអូរបស់យើងមានការជាប់ព្រមានអីជាដើមអញ្ចឹងទៅហើយគាត់យកមកលក់មកឲ្យយើងហើយយើងមិនដឹងយើងទិញទៅដល់ពេលទិញទៅអើយបងអើយខ្ញុំផុសអត់បាន view សោះវីដេអូនឹងវាយ៉ាងម៉េចអីជាដើមអញ្ចឹងទៅអញ្ចឹងរាល់ការទិញវីដេអូឬក៏រាល់ការទិញ account គេផ្សេងសូមឲ្យមានការប្រុងប្រយ័ត្នយើងដឹងហើយថារឿងអស់ទាំងនេះជារឿងមួយដែលគ្រោះថ្នាក់ណាស់ដែលយើងត្រូវគិតពិចារណាឲ្យបានច្បាស់លាស់បងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុង channel នេះខ្ញុំមានតែប៉ុណ្្នឹងដើម្បីចែកជូនរំលែកបងប្អូនទាំងអស់គ្នាជួបខ្ញុំនៅវីដេអូបន្តទៅទៀតខ្ញុំនឹងបង្រៀនបង្ហាញទាក់ទងថានៅក្នុងស្រុកខ្មែររបស់យើងអាច 1K ក្នុងវីដេអូរកបានចំនួនប្រមាណហើយពាណិជ្ជកម្មហ្នឹងគឺវាមានតម្លៃប្រមាណអញ្ចឹងសូមអរគុណ